Open TikTok. Scroll down. Scroll up. Go home. Open Facebook. Go home. Open camera. បងប្អូនធ្លាប់តែឮថាមានតា iOS ឬក៏ហៅថាទូរស័ព្ទ iPhone នេះមានដែលអាចហៅអញ្ចឹងបានតែថ្ងៃនេះខ្ញុំនឹងប្រាប់បងប្អូននៅលើទូរស័ព្ទ Android ទូរស័ព្ទនេះគឺជាទូរស័ព្ទ Android ទេមិនមែនជាទូរស័ព្ទ iPhone ទេហើយខ្ញុំអាចនិយាយដើម្បីឲ្យវាធ្វើតាមអ្វីដែលយើងចង់បានតោះអញ្ចឹងកុំឲ្យខាតពេលយូរចូលទៅទស្សនាជាមួយពីក្តីទាំងអស់គ្នាពីក្តីប្រាប់ថាត្រូវដាក់ម៉េចទៅពេលដែលយើងនិយាយទៅវាធ្វើតាមយើងតោះបាទអញ្ចឹងជាដំបូងគឺយើងត្រូវចូលមកកាន់ setting បន្តមកទៀតយើង scroll ចុះមកក្រោមមករកពាក្យថា accessibility filter ដែលមានសញ្ញាបត្រដៃ5នេះយើងចុចលើវាមួយមកហើយយើងមើលពាក្យថា accessibility ខាងលើគេបន្តមកទៀត scroll ចុះមកក្រោមមករកពាក្យថា voice access នេះ voice access អញ្ចឹងឥឡូវនេះគឺវានៅturn off នៅឡើយទេអញ្ចឹងយើង turn on មកដើម្បីបើកយើងចុចកន្លែងនេះឲ្យវាចេញពណ៌ខៀវមកបាទបន្តមកទៀតយើងចុច OK តែប៉ុណ្្នឹងទេយើងអាចនិយាយជាមួយវាបានហើយនេះបងប្អូនឃើញប៊ូតុងវាលោតមកនេះហើយអញ្ចឹងបើសិនបើយើងចង់និយាយយើងគ្រាន់តែចុចលើប៊ូតុងហ្នឹងទៅពេលនោះពេលដែលយើងចង់និយាយជាសំឡេងឲ្យវាធ្វើអ្វីមួយវានឹងធ្វើតាមយើងហើយពេលដែលយើងចង់ឈប់និយាយយើងគ្រាន់តែនិយាយពាក្យថា stop listening គឺវាបិទមុខងារនឹងដោយអូតូហើយសម្រាប់ more setting នេះគឺតកតងជាមួយនឹងការប្រើប្រាស់ផ្សេងៗនិងពាក្យដែលយើងត្រូវនិយាយបាទអញ្ចឹងមានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយ